ហាងចរណៃប្រកាសផ្អាកអាជីវកម្មគ្រប់សាខាក្រោយផ្ទុះរឿងលក់ត្រីត្រោតជាត្រីសាល់មុនហាងលក់ត្រីសាល់មុននិងគ្រឿងសមុទ្រដ៏ល្បីឈ្មោះចរណៃបានប្រកាសផ្អាកអាជីវកម្មរបស់ខ្លួនគ្រប់សាខាទាំងអស់យ៉ាងយូរ2ខែទៀតដោយការប្រកាសនេះកើតឡើងក្រោយពីផ្ទុះរឿងរ៉ាវសាខាមួយនៅក្នុងខេត្តបាត់ដំបងត្រូវបានមន្ត្រីកបបរកឃើញថាបានលក់ត្រីត្រោតថាជាត្រីសាល់មុននិងមិនបានជម្រាបប្រាប់ទៅកាន់អតិថិជនជាហេតុនាំឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពីអ្នកបរិភោគនិងប៉ះពាល់ដល់ជំនឿទុកចិត្តផងដែរនៅថ្ងៃទី23ខែមិថុនាឆ្នាំ2026នេះហាងចរណៃបានចេញមកសុំអភ័យទោសជាថ្មីចំពោះកំហុសឆ្គងនេះហើយដោយបានជូនដំណឹងថាបើមិនមានអ្វីប្រែប្រួលនោះទេហាងចរណៃទាំងអស់នឹងត្រូវផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី22ខែសីហាឆ្នាំ2026តទៅដោយហាងបានបញ្ជាក់ថារយៈពេល2ខែនេះគឺហាងទុកពេលដើម្បីលក់បង្ហើយស្តុកដែលមានស្រាប់និងដើម្បីឲ្យបុគ្គលិកមានពេលវេលាស្វែងរកការងារថ្មីជាមួយគ្នានោះហាងចរណៃក៏បានអះអាងថាកន្លងមកហាងលក់តែត្រីសាល់មុនអាតឡង់តិចនិងត្រីត្រោតដែលចិញ្ចឹមនៅប្រទេសណ័រវេសតែប៉ុណ្ណោះគឺមិនដែលយកត្រីត្រោតដែលរស់នៅតាមធម្មជាតិឬត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណាផ្សេងមកលក់នោះទេប៉ុន្តែជាកំហុសឆ្គងរបស់ហាងដែលមិនបានបញ្ជាក់ប្រាប់អតិថិជនឲ្យបានច្បាស់អំពីរឿងនេះរីកាដោយខ្ញុំបាទនីវុធី